នេះជាប្រវត្តិនៃការជួយសង្គ្រោះ September កូនអនាថាដែលខ្ញុំជួយសង្គ្រោះកាលពីប្រហែលឆ្នាំមុនកូនដែលគេទុកចោលដែលចិត្តស្លាប់បងប្អូនដឹងអត់គាត់ជាយាមរត់គេចពីខ្ញុំប៉ុន្តែខ្ញុំអត់បោះបង់ចោលទេខ្ញុំនៅតែតាមគាត់ហើយកូននឹងរត់មែនតែនរត់រហូតទៅដល់ចុងផ្លូវហើយនៅកន្លែងហ្នឹងគឺស្ងាត់មែនតែនអត់មានអ្នកណាម្នាក់ដែលអាចនៅក្បែរខ្ញុំឬក៏នៅជួយខ្ញុំដើម្បីជួយចាប់កូនហ្នឹងឯងហើយចាំថ្ងៃហ្នឹងគឺខ្ញុំទៅជួយកូនហ្នឹងតែម្នាក់ឯងទៀតដោយសារតែកូននឹងគិតថាខ្ញុំធ្វើបាបប៉ុន្តែទីបំផុតខ្ញុំនឹងទៅចាប់បានហើយខ្ញុំក៏រកណាត់នៅក្បែរនឹងបានខ្ចប់3យកមកផ្ទះតែម្នាក់ឯងហ្មងដៃម្ខាងកាន់កូននឹងហើយដៃម្ខាងបើកម៉ូតូយកមកដល់ផ្ទះកូននឹងហូបច្រើនមែនតើនៅពេលដែលខ្ញុំដាក់បាយឲ្យហូបច្រើនមែនតើដោយសារតែដាច់អាហារពីមុនមកហើយណាមួយអត់មានអីហូបទេនៅតំបន់ហ្នឹងគឺស្ងាត់មែនតើអត់មានប្រជាជនរស់នៅឬក៏លក់ដូរអីទេហើយក៏ពិបាករកអាហារហូបមានតកាយសម្រាប់តិចតួចដែលបងប្អូនដែលគេរស់នៅតាមផ្ទះល្វែងតិចនៅតាមហ្នឹងអញ្ចឹងណាហើយបងប្អូនមើលរូបរាងគេទៅពិបាកមើលមែនតើគេសក់ពេញខ្លួនលលេះលលួយហើយថែមទាំងចង់និយាយថាបែកគ្រប់ឆ្អឹងហ្មងបងប្អូនស្គមខ្លាំងមែនទែនរហូតដល់ចេញអាតំណងឆ្អឹងខ្នងហ្នឹងហើយអ្វីដែលពិបាកមែនតើហ្នឹងគឺធំក្លិនខ្លាំងណាបងប្អូនធំក្លិនខ្លាំងមែនតើប៉ុន្តែខ្ញុំព្យាយាមកាន់កូននឹងឡើងជាប់ជិះម៉ូតូមួយខាងទៀតកាន់គីឡូអត់សូវធ្ងន់ទេនៅពេលនោះប្រហែលជាខ្ទង់5-6 គីឡូខ្ញុំអាចកាន់ដោយដៃមួយចំហៀងហើយខ្ញុំបើកម៉ូតូមួយចំហៀងបានកាន់តាំងពីបូរីទេសចរចម្ងាយពីសៀមរាបប្រហែលជាចូល10 គីឡូពីក្រុងទៅហើយខ្ញុំចូលត្រូវដល់ក្នុងហ្នឹងអញ្ចឹងហ៎បងអូនកាន់តាំងពីនោះរហូតមកដល់នេះគឺកាន់មកដៃទទេហ្មងបងប្អូនឃើញស្រាប់ហើយរូបរាងហ្នឹងគឺអាក្រក់មែនតើហើយធំក្លិនហើយនិយាយទៅគឺដូចឆ្អឹងហ្មងនៅថ្ងៃបន្ទាប់ខ្ញុំក៏ធ្វើ appointment ជាមួយនឹងពេទ្យ Animal Mama ដើម្បីយកកូននឹងទៅពិនិត្យអាការៈរាងកាយរបស់គាត់ dehydrate ខ្លាំងមែនតើគឺខ្វះជាតិទឹកហើយរោមគឺផុយមែនតើគ្រាន់តែប៉ះក៏លបកចេញមកដែរហើយគេចេញមកព្រុចតែម្ដងបងអូនហើយបងប្អូនមកឃើញស្រាប់ហើយគឺពិបាកទទួលយកបានណាស្គមគេហើយនិយាយថាខ្សោះជាតិទឹកយកតែម្ដងហើយដុកទ័រគាត់ក៏បានបូមឈាមយកទៅពិនិត្យផងអីផងហើយនឹងបានដាក់សេរ៉ូមឲ្យកូននឹងបន្ទាប់ពីយើងពិនិត្យឈាមហើយខ្ញុំកន្លែងហ្នឹងគឺខ្ញុំភ្លេចមួយចំណុចដែរគឺខ្ញុំអត់បានថតលទ្ធផលពិនិត្យឈាមប៉ុន្តែពិនិត្យឈាមរួចទៅកូនហ្នឹងគឺអត់មានជំងឺគ្រុនតកែទេប៉ុន្តែខ្វះក្របឈាមក្រហមមានបញ្ហាថ្លើមក៏ដុកទ័រគាត់ក៏ advice ឲ្យយើងហ្នឹងដាក់សេរ៉ូមជំនួយថ្លើមគាត់ហើយបន្ទាប់ពីដាក់សេរ៉ូមជំនួយថ្លើមហើយខ្ញុំយកមកថែនៅផ្ទះហើយយើងងូតទឹកងូតអីឲ្យថែទាំអាហាររាល់ថ្ងៃអញ្ចឹងណាបងអូនហើយបន្ទាប់ពីយើងថែទាំមួយរយៈហើយកូននឹងអត់ទាន់បានចង់និយាយថាបន្ទាប់ពីគ្នារស់នៅតាមផ្លូវអនាថានឹងយូរពេកអញ្ចឹងរោមហើយនឹងស្បែកហ្នឹងគឺអត់សូវមានសុខភាពល្អទេគឺរោមអត់ទាន់ដោះមកលូតលាស់បានល្អបាន100%បានស្អាតអីចឹងណាទោះបីយើងប្រឹងថែទាំមួយរយៈដោយសារតែកូននឹងមានបញ្ហារោគផ្សិតនៅលើស្បែកខ្លះអីខ្លះអញ្ចឹងទៅរោមនឹងគឺពិបាកធ្វើការដោះមកស្អាតវិញសាជាថ្មីក្នុងរយៈពេលដែលខ្ញុំថែទាំនឹងគឺប្រើរយៈពេលយូរមែនទែនរហូតមកដល់បច្ចុប្បន្ននេះក៏រោមហើយនឹងស្បែករបស់គាត់ហ្នឹងក៏អត់សូវស្អាតដែរប៉ុន្តែគ្រាន់តែថាគឺគាត់ចង់និយាយថាដោះបានប្រហែលជា70%តែប៉ុណ្្នឹងឯងហើយបន្ទាប់មកយើងក៏យកកូនហ្នឹងត្រឡប់ទៅ check up ម្ដងទៀតនៅពេទ្យ Animal Mama ហើយបងប្អូនឃើញនេះគាត់ផ្លាស់ប្ដូរច្រើនណាអត់មាន skelet ដូចមុនទេអត់មានឆ្អឹងត្រាងដូចមុនទេបន្ទាប់ពីខ្ញុំបំពន់អាហារមួយថ្ងៃ5-6 ដងគាត់ហូបច្រើនមែនតើណាបងអូនទោះបីជាគាត់រស់នៅមួយយើងមួយរយៈបន្ទាប់ពីចេញពីតាមផ្លូវហើយក៏ដោយប៉ុន្តែគាត់នៅតែហូបច្រើនហើយគីឡូរបស់គាត់ឡើងពី5-6 គីឡូឡើងមក9 គីឡូជាងហើយបន្ទាប់មកឡើងដល់10 គីឡូជាង11 គីឡូ12 គីឡូហើយបងអូនអើយរស់នៅជាមួយខ្ញុំមួយរយៈក៏អត់សូវចេះព្រុសទេហើយក៏ friendly ជាមួយនឹងកូនផ្សេងដែរហើយពេលទៅដល់ពេទ្យគឺគេអត់សូវខ្លាចអត់សូវអីទេហាក់បីដូចជាសឹមជាមួយពេទ្យហ្មងណា
ស្រួលណាបងអូនប៉ុន្តែគ្រាន់តែថាគាត់សុខភាពរបស់គាត់ឈាមរបស់គាត់មកធម្មតាវិញហើយប៉ុន្តែចង់និយាយថាសុខភាពស្បែកហើយនិងសុខភាពរោមរបស់គាត់ហ្នឹងគឺអត់អាចវិលត្រឡប់មករកដូចដើមវិញ100%អញ្ចឹងណាបានតែ70%គាត់ដោះរោមបានស្អាតមកវិញខ្លះប៉ុន្តែគាត់ថាខ្លះគឺវាអត់ងាយដោះអញ្ចឹងតាមកន្លែងខ្លះនៅលើដងខ្លួនរបស់គាត់គឺអត់ដោះមកវិញស្អាតទេប៉ុន្តែបើតាមរោមគាត់បើសិនជាដោះស្អាតគឺរោមគាត់វែងណាមិនជាខ្លីហ្មងទេកូននឹងរោមគាត់វែងហើយថ្ងៃហ្នឹងពួកខ្ញុំបានយកគាត់ទៅឆែកអាប់ដងទៀតទៅឆែកមើលឈាមហើយឆែកមើលលាមកឆែកមើលអីអញ្ចឹងណាបងអូនហើយបន្ទាប់ពីឆែកហើយសុខភាពរបស់គាត់អត់អីទេបានល្អមកវិញហើយថ្លើមមកគាត់ដែលធ្លាប់មានបញ្ហាហ្នឹងក៏វិលមករកសុខភាពតាមមកវិញដែរគឺដោយសារតែគាត់អត់មានអីហូបហើយហូបរបស់តាពីដូចជាសម្រាមអីនៅលើតាមដងផ្លូវអញ្ចឹងណាព្រោះនៅក្នុងតំបន់បុរីហ្នឹងអត់សូវមានប្រជាជនរស់នៅប្រហែលទេគឺគេមានតែធុងសម្រាមនៅមុខផ្ទះតិចតួចដែលបងប្អូនដែលគាត់រស់នៅនឹងខ្លះនឹងចឹងទៅហើយក៏កាយសារ៉ាមកាយអីហូបអញ្ចឹងកូនណាថាដែលរស់នៅតាមតំបន់ដាច់ស្រយាលអត់មានអីហូបគឺភាគច្រើនគឺប្រឈមមុខនឹងបែបហ្នឹងចឹងហើយបន្ទាប់មកគាត់ក៏ទទួលការចិញ្ចឹមពីមិត្តភ័ក្តិរបស់ខ្ញុំគឺចុះណាគាត់បានយកគាត់ទៅចិញ្ចឹមមើលថែទាំគាត់ផ្ដល់ការស្រឡាញ់ក្របផ្ទះផ្ដល់អាហារហើយគាត់មានមិត្តភ័ក្តិជាច្រើនដែលរស់នៅជាមួយគាត់ហើយគាត់រីករាយមែនតើដោយសារតែគាត់មានគ្រួសារថ្មីដែលស្រឡាញ់គាត់ផ្ដល់ភាពកក់ក្ដៅឲ្យគាត់ជីវិតរបស់គាត់គឺប្រែប្រួលខ្លាំងមែនតើហើយនេះគឺជារូបភាពរបស់គាត់បន្ទាប់ពី September ទទួលបានការកក់ក្ដៅការស្រឡាញ់និងគ្រួសារមួយដែលពេញលេញបន្ទាប់ពីគាត់ប្រើប្រាស់ជីវិតអនាថាសន្តិពាក់កណ្ដាលជីវិតរបស់គាត់នៅតាមផ្លូវដែលគ្មានអាហារហូបគ្មានផ្ទះនិងគ្មាន